ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀប remove background ទៅលើរូបថតសិស្សដែលភាគច្រើនលោកគ្រូអ្នកគ្រូប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូចូលទៅកាន់ browser Chrome ឬក៏ browser ណាមួយស្រេចតែលោកគ្រូអ្នកគ្រូបន្ទាប់មកយើងចុចកន្លែង search នេះយើងវាយពាក្យ photo room បាទកម្មវិធីរបស់យើងមានឈ្មោះថា photo room បាទហើយខ្ញុំវាយខុសចឹងលោកគ្រូអ្នកគ្រូអាចវាយត្រូវទៅប៉ុន្តែខ្ញុំវាយខុសចឹងគឺវាបង្ហាញខាងក្រោមដែរអញ្ចឹងយើងចុចខាងក្រោមតែម្ដងទៅតមកលោកគ្រូអ្នកគ្រូឃើញបាទនិមិត្តសញ្ញាដូចដែលបង្ហាញនេះហើយកន្លែងនេះគឺដាក់ www.photoroom.com អញ្ចឹងយើងចុចអាហ្នឹងបាទចុចអាខៀវយើងនេះមកបាទអញ្ចឹងយឺតឬលឿនអាស្រ័យលើអ៊ីនធឺណិតរបស់លោកគ្រូអ្នកគ្រូបាទដោយសារខ្ញុំប្រើអ៊ីនធឺណិតចេញពីទូរស័ព្ទអញ្ចឹងវារៀងយូរបន្ទាប់ពីចេញអញ្ចឹងហើយខ្ញុំ recommend ឲ្យលោកគ្រូអ្នកគ្រូចុច login តែម្ដងបាទដើម្បីងាយស្រួលប្រើអញ្ចឹងចុច login ចឹងក្នុងកម្មវិធីនេះទាមទារលោកគ្រូអ្នកគ្រូ sign in email ឲ្យហើយបាទពីច្រើន Google Chrome របស់យើង Chrome របស់យើងប្រើគួរតែមានការ sign in email បាទបន្ទាប់ពីយើងធ្វើជំហាននឹងហើយវាបង្ហាញបាទរូបភាពបែបហ្នឹងគឺយើង sign in វាជាមួយនឹងGoogle បាទចុចឲ្យលើមកបន្ទាប់ពីយើងចុចហើយយើងចុចខាងលើនឹងម្ដងទៀតបន្ទាប់ពីយើងចុចម្ដងហើយវាបង្ហាញបាទចុចលើកទី2មកណាវាបង្ហាញ account email របស់យើងអញ្ចឹងយើងចុច account email ហ្នឹងមកខាងលើនេះចុចលើ email របស់យើងហ្នឹងតោះមកយើងអូសវាមកខាងក្រោមចុចពាក្យ continue បាទអញ្ចឹងវាសួរសំណួរយើងតិចតួចអញ្ចឹងវាសួរយើងថាដឹងកម្មវិធីរបស់វាហ្នឹងតាមរយៈអីអញ្ចឹងលោកគ្រូចុចអីក៏ចុចទៅខ្ញុំថាខ្ញុំ search ចឹងទៅអានេះខ្ញុំរើ no I don't sell any products online អានេះខ្ញុំយក something else យើងចុច next អានេះវាឲ្យយើងដាក់website តែយើងអត់មានទេយើងចុច skip បាទនេះបើសិនលក្ខណៈយើងចង់ប្រើ free 7ថ្ងៃយើងអាចចុចតអីបញ្ចូលអីចឹងតែយើងអត់ទេយើងចុចខ្វែងបាទអញ្ចឹងកិច្ចការរបស់យើងដើម្បី sign in គឺប៉ុណ្ណឹងបន្ទាប់មកដើម្បីប្រើប្រាស់ក្នុងការ remove បាទលោកគ្រូចុចកន្លែង create បាទកន្លែង create ខាងលើនេះគឺលោកគ្រូឃើញ select photo បាទយើងចុចលើនឹងមកតោះមកយើងទៅរករូបថតដែលយើងចង់ remove បាទឥឡូវខ្ញុំមិនតន់ដាក់រូបថតត្រឹមត្រូវទេខ្ញុំជ្រើសរើសឆៅបាទខ្ញុំបានបង្កើតរូបថតតាមរយៈ AI អញ្ចឹងដាក់ខ្ញុំជ្រើសរើសរូបថតនឹងមកហើយយើងរងចាំបន្តិចបាទរងចាំលឿនឬយឺតគឺអាស្រ័យអ៊ីនធឺណិតបាទបើមានអ៊ីនធឺណិត Wi-Fi គឺលឿនតែម្ដងអញ្ចឹងពេលដែលយើង select លើរូបថតមិញរបស់យើងហ្នឹងគឺវា remove background ឲ្យតែម្ដងតោះមកលោកគ្រូអ្នកគ្រូចង់ដាក់ពណ៌អញ្ចឹងដាក់ពណ៌យើងមើលខាងលើនេះមានពាក្យ background ចុចមកឆ្វេងលើនឹងមកហើយជ្រើសពាក្យ solid color នេះបាទចុចអានឹងមកយើងមើលខាងស្ដាំមានពណ៌ផ្សេងទៀតចឹងបើលោកគ្រូចូលចិត្តពណ៌មួយណាឬក៏តម្រូវការពណ៌មួយណាជ្រើសពណ៌មួយហ្នឹងប៉ុន្តែបើសិនជាអត់មានពណ៌ដែលត្រូវចិត្តអាចនេះកន្លែង custom color ហ្នឹងចុចលើនឹងមួយមកបាទអាចសេរីពណ៌ទាញឆ្វេងស្ដាំអីដោយខ្លួនឯងឥឡូវថាខ្ញុំយកពណ៌ហ្នឹងចាស់ប៉ុន្តែរូបរបស់ខ្ញុំហ្នឹងអត់ទាន់ស្អាតទេអត់ទាន់ត្រូវចិត្តខ្ញុំអញ្ចឹងយើងអាចចុចលើនឹងមួយមកយើងអាចអូសវាមកក្រោមបាទចុចមកឆ្វេងកដុលឆ្វេងយកឲ្យជាប់មកបាទអូសវាមកក្រោមយើងទាញអានេះទៅលើដើម្បីឲ្យរូបរបស់យើងធំពេញល្អបាទអញ្ចឹងប៉ុណ្ណឹងមកខ្ញុំពេញចិត្តហើយចឹងដើម្បីអាចទាញរូបនឹងទៅប្រើបានយើងមានពាក្យ download ចុចមកឆ្វេងលើនឹងមួយមកយើងអាចដាក់ឈ្មោះហើយកន្លែង format នេះចាំបានជា JPEG ឬមួយក៏ PNG បាទអញ្ចឹងយើងយក JPEG ទៅតែចុច download បាទបន្ទាប់ពីយើងចុច download យើងរងចាំបន្តិចនេះរូបរបស់យើង down បានហើយយើងអាចទៅរករូបរបស់យើងនៅកន្លែង download បាទបន្ទាប់ពីនេះលោកគ្រូអ្នកគ្រូមានសិស្សច្រើនអញ្ចឹងយើងត្រូវការ remove ទៀតអញ្ចឹងលោកគ្រូអ្នកគ្រូអាចចុចលើរូបថតដែលយើងបាន remove មិញហ្នឹងម្ដងមកឆ្វេងម្ដងមកតោះមកលោកគ្រូអ្នកគ្រូរើសពាក្យបាទ replace នេះបាទចុចលើនឹងមួយមកតោះមកយើងចុចអាកន្លែងពពកនេះដែលមានសញ្ញាព្រួយឡើងលើចុចលើនឹងមកតោះមកយើងទៅរូបថតរបស់សិស្សយើងបាទម្នាក់ទៀតចឹងដើម្បីងាយស្រួលក្នុងការរូបថតអាចរៀបចំជា folder បន្ទុករូបថតឲ្យទៅចឹងយើងចូលរូបថតចុច open មកយើងរងចាំបន្តិចអញ្ចឹងរូបទី2របស់សិស្សយើងគឺ remove ឲ្យហើយ background មិនចាំបាច់ដូរ background ទេដោយសារ background យើងពេញចិត្តពីមុនហើយវាឲ្យតែម្ដងបាទចាកន្លែងនេះយើងអាចសេរីរូបសិស្សយើងបន្ថែមអីទៀតសាច់លើលោកគ្រូអ្នកគ្រូបាទអញ្ចឹងយើងតែប៉ុណ្ណឹងមកយើងបើយើងពេញចិត្តហើយយើងអាចចុចកន្លែង download តទៀតបាទអញ្ចឹងរៀងយឺតដោយសារអ៊ីនធឺណិតទូរស័ព្ទ
ចឹងជំនាញបន្តលោកគ្រូនៅតែធ្វើបែបហ្នឹងដែរតែលោកគ្រូនៅមានចម្ងល់ថាតើមានវិធីអីដែល download ឬក៏ remove background ហ្នឹងលឿនជាងនឹងអត់បាទអញ្ចឹងយើងក៏មានដែរយើងអាចចុចទៅ home បាទហើយយើងរើសពាក្យ bunch នេះបាទផ្ទះជាន់លើគ្នាហ្នឹងចុចលើហ្នឹងមកចឹងលោកគ្រូនឹងឃើញគេដាក់ edit up to បាទ250 image at once មានថាលោកគ្រូអាច remove ម្ដង250 slide ប៉ុន្តែពេលដែលយើង download វាអត់ឲ្យទេដោយសារនេះគឺមុខងារបង់លុយបាទអញ្ចឹងបើយើងចង់ស្រួលតតែចំណាយលុយអញ្ចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងបាទ